ហើយចំពោះមុខនេះកីឡាករឆ្នើមយើងពីររូបបានប្រើប្រាស់កែនេះគឺអាវុធដែលមានមុខមុតបងប្អូនហើយនៅលើខ្លួនប្រាណរបស់កីឡាករយើងក៏បានឃើញដែរថានៅលើក្បាលចងក្រមាមួយនៅកំពូលដៃក៏ដៃយើងក៏ចងរឹតខ្សែអំបោះដើម្បីទាញយកកម្លាំងប្រយុទ្ធចំណែកនៅលើដងខ្លួនយើងក៏មានសាក់យ័ន្តនេះគឺជាយ័ន្តដែលបុព្វបុរសបានបន្សល់ទុកជាច្រើនទសវត្សរ៍តាមមកហើយជាច្រើនសហសវត្សរ៍ធ្វើឲ្យកូនខ្មែរមិនភូលិចនៃយ័ន្តយើងក៏មានសហព័ន្ធយ័ន្តរបស់ខ្មែរដែររងចាំសាក់នៅលើដងខ្លួនយើងបើសិនជាបងប្អូនចង់សាក់យ័ន្តនៅខាងឆ្វេងដៃរបស់យើងមានសហព័ន្ធយ័ន្តរបស់យើងរងចាំសាក់ជូនបងប្អូនសាលាយុទ្ធគុណដូតាខ្មែរយើងបានមើលឃើញពីបច្ចុប្បន្ននេះគឺនយោបាយឈ្នះក្រោមការដឹកនាំរបស់សម្ដេចមហាធិបតីដៃជួហ៊ុនសែនហើយដំណតមកសម្ដេចបវរមហាបវរធិបតីហ៊ុនម៉ាណែតយើងបានឃើញទឹកដីព្រៃខ្មោចនៅក្នុងឆ្នាំ1975ដល់ឆ្នាំ1979ជាអន្តរកាលដ៏ខ្មៅងងឹតមួយដែលខ្មែរមិនអាចបំភ្លេចបានរាល់ទាំងវើខ្មែរសម្លាប់ខ្មែរវិនាសហិនហោចអន្តរាយទូទាំងប្រទេសទឹកដីព្រៃខ្មោចហិនហោចភូមិឋានប្រទេសខ្មែរវាលស្មសានផុតទុកសុខសានប្រែមុខមាត់ថ្មីដោយសារគំនិតចេះរេគុណគិតដឹកនាំឆ្លៀសវៃទឹកចិត្តដឹកនាំប្រពៃក៏សាងទឹកដីក្រក្រៃជឿនលឿននយោបាយឈ្នះដៃជាបារមីក៏សាងប្រទេសជោគជ័យមានគ្រប់សពអ្វីដីរីកចម្រើននយោបាយឈ្នះមានដៃជះជំនះគ្រប់កើតទឹកដីរីកដុះដាលឡើងចែកចាងដូចភ្លើងស្ទើរគ្រប់វិស័យជំហានកង្កែបលោតដីបន្ទាក់ជំហានពីគក់លោតទៅជ្រិចជ្រក់ស្រត់ទូកទឹកដីពេលលោតម្ដងសម្លឹងពីងអងគយគុណបីដឹកនាំកសាងទឹកដីចំហស្មារតីពីបាតដៃទទេមានទីតាំងនៅក្នុងបរិវេណភូមិខ្ញុំខាងមុខប្រាសាទអង្គរវត្តនិងនៅបរិវេណសួនច្បារខាងមុខព្រះរាជសំណាក់កម្មវិធីល្បែងប្រជាប្រិយរៀបចំឡើងក្នុងគោលបំណងចូលរួមថែរក្សានិងលើកតម្កើងជាដំណើរទំនៀមទម្លាប់ប្រពៃណីខ្មែរព្រមទាំងធ្វើការផ្សព្វផ្សាយដល់ភ្ញៀវជាតិនិងអន្តរជាតិឲ្យយល់ដឹងអំពីគុណសាស្ត្រនិងខ្លឹមសារនៃល្បែងប្រជាប្រិយមួយក៏ដូចជាចូលរួមមានសំខាន់ទៅដល់ផងដែរកម្មវិធីនេះនាំមក
ចប់សិនឥឡូវពុំដើរបោះខ្សែនេះមកនេះខ្ញុំស៊ីបងខ្ញុំយកទូស៊ីបងខ្ញុំស៊ីទូមួយទេបងយកកខ្ញុំចាក់គោឡើងទៀតបងខ្ញុំបោះគោនេះឡើងស្កេតក៏បានបងថតហើយវាចំបើសិនខ្ញុំស៊ីខ្ញុំយកថៃស៊ីសាំបោខ្ញុំឡើងសេបងខ្ញុំបោล้างโกสีเส้นบดดูสีเส้นอะไรโยนไข่บอสีบด